និទានជាដករឿងអ្នកហាបេតបុត្រសេចក្តីស្រឡាញ់តែងសម្លាប់សត្វលោកក្នុងកាលដែលកន្លងទៅហើយមានខ្មាន់ព្រះកេសម្នាក់នៅក្នុងក្រុងវេសាលីជាអ្នកដែលមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាប្រកបកិច្ចការចិញ្ចឹមជីវិតដោយការកាត់ព្រះកេសាព្រះមហុរបស់ព្រះរាជានិងពួកស្រីស្នំរបស់ព្រះអង្គបានន័យថាគាត់ជាអ្នកប្រកបរបរកាត់កោសក់អីជាដើមអញ្ចឹងណាថ្ងៃមួយខ្មាន់ព្រះកេសនោះទៅប្រកបកិច្ចការងារក្នុងព្រះរាជនិវេសក៏បាននាំកូនទៅជាមួយផងឯកូនរបស់បុរសនោះបានឃើញនាងលិច្ឆវីរាជិកាកុមារិកាដែលប្រដាប់តាក់តែងដោយគ្រឿងអលង្ការមានរូបឆោមលោមល្អស្រស់ប្រឹមប្រៃដូចជាស្រីទេពអប្សរក៏មានចិត្តប្រតិព័ទ្ធស្នេហាចំពោះរាជកុមារិកានោះជាពន់ពេកដោយសារតែអំណាចនៃកិលេសគ្របសង្កត់អញ្ចឹងកូនអ្នកដែលកោសក់កាត់សក់ហ្នឹងស្រឡាញ់កូនរបស់ព្រះរាជាណាលុះត្រឡប់ទៅផ្ទះវិញបុរសនោះក៏ដេកលក់អត់បាយក្រហាយទឹកនឹករំពឹងចំពោះតែរូបនាងកុមារិកាក៏បានប្រាប់ទៅដល់លោកឪពុកថាបបិទ្ធលោកឪពុកបើសិនជាខ្ញុំមិនបាននាងកុមារិកានោះធ្វើជាភរិយាទេមុខតែស្លាប់នៅក្នុងទីនេះពុំខានលោកឪពុកក៏បាននិយាយអង្វរកូនថាអោមនាលកូនសម្លាញ់លោកឪពុកអើយអ្នកជាមនុស្សថោកទាបដោយជាតិនិងត្រកូលជាកូនរបស់ខ្មាន់ព្រះកេសមិនគួរនឹងធ្វើនៅឆន្ទរាគៈចំពោះហេតុដែលមិនមែនជាវត្ថុបំណងទេពីព្រោះថាព្រះរាជធីតានោះជាធីតារបស់ស្ដេចលិច្ឆវីមានជាតិដ៏ខ្ពង់ខ្ពស់មិនសមនឹងកូនឯងទេចាំលោកឪពុកទៅរកនាងកុមារិកាម្នាក់ដែលមានជាតិនឹងត្រកូលដែលស្មើនឹងត្រកូលយើងឲ្យជាភរិយាណាកូនឯកូនរបស់ជាងកោកាត់នោះមិនស្ដាប់តាមពាក្យសម្ដីរបស់លោកឪពុកឡើយនៅតែមានចិត្តប្រតិព័ទ្ធស្រឡាញ់ចំពោះរូបនាងលិច្ឆវីរាជកុមារិកានោះជាខ្លាំងឡើងដរាបដល់មានរូបរាងកាយស្គាំងស្គមស្លាប់ក្នុងពេលនោះទៅ